សម្រាប់បងដែលគាត់អត់ដឹងថា admin បរទេសហ្នឹងគឺជាអ្វីតោះឥឡូវមកស្ដាប់នៅក្នុងវីដេអូនេះសិន admin នឹងបញ្យល់ថាតើ admin បរទេសហ្នឹងគឺជាអ្វីដូចម្ដេចដែលគេហៅថា admin អូខេអញ្ចឹងទី1ដែលហៅថា admin គឺជា account Facebook ណា account Facebook ដែលយើងយកទៅកាន់เนาะ add ឲ្យមានតួនាទីគ្រប់គ្រងនៅក្នុង page គេហៅឈ្មោះថាជា admin ណាអញ្ចឹង admin ហ្នឹងគឺជា account Facebook ដែលយើងយកទៅកាន់ page អញ្ចឹងឧទាហរណ៍ថាយើងយក account កខកខងអីចឹងទៅចាអញ្ចឹង account ក account ខហ្នឹងគឺជា admin កាន់ page ហើយ account ទី1ទី2អីចឹងឬក៏ account ដែលយើងយកទៅបង្កើត page ណា account មួយណាដែលយើងយកទៅបង្កើត page account ហ្នឹងក៏មានតួនាទីជា admin នៅក្នុង page ដែរពាក្យថា admin គឺមកពីពាក្យថាគ្រប់គ្រងណាចាអ្នកគ្រប់គ្រងនៅក្នុង page នឹងឯងចាតួនាទីផ្សេងអញ្ចឹង admin គឺចេញពី account Facebook ប៉ុន្តែយក account Facebook ហ្នឹងយកទៅ add បញ្ចូលនៅក្នុង page តាមតួនាទី page assist ចាហ្នឹងហើយ add បញ្ចូលឲ្យមានតួនាទីនៅក្នុង page អាហ្នឹងគេហៅថា admin អញ្ចឹងយើងអាចហៅខ្លួនឯងថា admin ក៏បាន account Facebook ដែលយកទៅបង្កើត page ហ្នឹងហៅថា admin ក៏បានចាហើយចុះ admin បរទេសហ្នឹងគឺជាអ្វី admin បរទេសហ្នឹងគឺជា account Facebook ដែលមានទីតាំងនៅក្រៅប្រទេសហើយទីតាំងនៅក្រៅប្រទេសដែលគេ support ជាមួយនឹងក្រុមហ៊ុន Facebook ចំណុចនេះខ្ញុំចង់និយាយពីរឿង Facebook ណាព្រោះអីយើងផ្ដោតទៅលើការរកចំណូលតាមប្រព័ន្ធបណ្ដាញសង្គម Facebook page ត្រូវទេអញ្ចឹងaccount ដែលបង្កើតនៅក្រៅប្រទេស location ចាប់ primary location នៅក្រៅប្រទេសអាហ្នឹងគេហៅថា account បរទេសចុះបើខ្ញុំនៅកូរ៉េនៅជប៉ុននៅបារាំងនៅអីស្រាប់អីតែខ្ញុំអាចហៅខ្លួនឯង account បរទេសឬក៏មិនហៅតែ admin ចឹងក៏បានដែរព្រោះអីយើងនៅក្នុងប្រទេសដែលគេ support ហើយជា account ដែលគេ support ប៉ុន្តែបើយើងនៅក្នុងប្រទេសខ្មែរប្រទេសចិនប្រទេសរុស្ស៊ីណោះប្រទេសវៀតណាមអីយើងត្រូវការ account Facebook ដែលនៅក្នុងប្រទេសដែលគេ support មកជួយ support យើងអញ្ចឹងយើងត្រូវការ add បន្ថែម admin បរទេស admin ក្រៅប្រទេសមកបន្ថែមទៀតអញ្ចឹងយើងត្រូវ add admin នៅក្នុងប្រទេសដែលគេ support បណ្ដាប្រទេសផ្សេងដែលខ្ញុំធ្លាប់បានប្រាប់ឯ Facebook គេ support នៅប្រទេសណាខ្លះណាយើងត្រូវ add account Facebook ពួកគាត់ហ្នឹងដើម្បីដាក់ចូលទៅក្នុង page របស់យើងដើម្បីជួយគ្រប់គ្រងយើងព្រោះអីប្រទេសដែលយើងនៅនេះគឺគេអត់ support ទេឧទាហរណ៍ថាយើងនៅខ្មែរចុះយើងត្រូវការ admin អាមេរិក admin នៅប្រទេសកូរ៉េជប៉ុនអីចឹងទៅចាស់នៅបារាំងនៅអឺរ៉ុបនៅកាណាដានៅអូស្ត្រាលីនៅក្នុងប្រទេសដែលគេ support ហ្នឹងមកជួយ support យើងទៅដើម្បីទី1ឆាប់បាន invite ទី2ពេលដែល page គ្រប់គោលការណ៍យើងដាក់ admin បរទេសក៏ព្រោះតែបើសិនជាយើងបន្តផុសជាមួយនឹង admin ខ្មែរខ្លាចពេលដែល Facebook update ចាប់ប្រទេសទៀតដោយសារប្រទេសខ្មែរអត់ support ទេអញ្ចឹងតម្រូវការឲ្យត្រូវការ admin បរទេសទាំងអស់នោះហើយចុះបើសិនជាយើងអត់មានបងប្អូននៅក្រៅប្រទេសអត់ស្គាល់អ្នកនៅក្រៅប្រទេសតែយើងបាន admin ក្រៅប្រទេសមកពីណាគឺយើងបង្កើតបានណាយើងអាចបង្កើតបានយើងអាចទិញ admin បរទេសគេបានហើយប្រើជាមួយនឹង VPN ឬក៏យើងអាចបង្កើតបានជាមួយនឹង VPN ណាយើងមាន app VPN មួយមកកម្មវិធី VPN មកយើងដូរទីតាំងទៅអាមេរិកឬក៏ទៅបណ្ដាប្រទេសណាមួយដែលយើងចង់ដាក់ហើយយើងបង្កើតបង្កើត admin ជាមួយនឹងប្រទេសហ្នឹងចាបង្កើតដោយប្រើ VPN ហ្នឹងអញ្ចឹងការបង្កើតដោយប្រើ VPN អាចរៀងពិបាកតិចដោយសារយើងត្រូវលេងជាមួយ admin ហ្នឹងចាជួនកាលត្រូវតម្រូវឲ្យមានលេខទូរស័ព្ទជួនកាលត្រូវមាន email នៅក្រៅប្រទេសអីដែរចាអញ្ចឹងហើយបើយើងអត់ដឹង technique ក្នុងការបង្កើត admin នៅក្រៅប្រទេសហើយមួយវិញទៀតពេលដែលយើងលេងវាហ្នឹងយើងអាសាផុសអាសា check in អាសា active ហ្នឹងតើវាចាប់ primary location ទៅក្រៅប្រទេសហើយនៅអញ្ចឹងបងប្អូនទាំងអស់គ្នាត្រង់ចំណុចហ្នឹងអាចរៀងពិបាកសម្រាប់អ្នកថ្មីតែសម្រាប់បងចាស់គឺគាត់ដឹងហើយតែគាត់ត្រូវធ្វើបែបម៉េចសម្រាប់អ្នកដែលគាត់នៅខ្មែរគាត់ប្រើ VPN មេ MMO មួយចំនួនគឺគាត់នៅខ្មែរ content creator មួយចំនួនគឺគាត់នៅខ្មែរតែគាត់នៅមានឱកាសរកលុយដោយសារអីគាត់ដឹងពីការប្រើប្រាស់ VPN អាចគាត់រៀនសិក្សាស្វែងយល់ឲ្យខ្លួនឯងឬក៏គាត់រៀនមានគ្រូមានក្រុមអញ្ចឹងតែដូចតួយ៉ាងសិស្សខ្ញុំគឺគាត់នៅខ្មែរប៉ុន្តែគាត់មាន VPN និង admin បរទេសដោយសារអីគ្រូជួយរៀបចំជូនចាខ្ញុំរៀបចំ VPN ឲ្យគាត់ខ្ញុំមានaccount admin បរទេសដែលខ្ញុំចិញ្ចឹមខ្លួនឯងដែលគាត់មិនចាំបាច់បង្កើតខ្លួនឯងងំហត់ទេខ្ញុំចិញ្ចឹមរាប់ខែរាប់ឆ្នាំមកចារឹងមាំអស់ហើយចាប់ primary location នៅក្នុងប្រទេសដែលគេ support ទៅហើយយកឲ្យគាត់កាន់ទៅយកទៅ add នៅក្នុង page ដែលគ្រប់គោលការណ៍ហ្នឹងទៅចាហើយគាត់យកទៅកាន់ទៅកាន់ខ្លួនឯងចង់ផុសពេលណា live ពេលណាក៏បាន live បានលុយទៀតចាផុសពេលណាក៏បានអីពេលណាក៏បានដោយមិនចាំបាច់ផ្ញើវីដេអូឲ្យអ្នកនៅក្រៅប្រទេសគេផុសឲ្យយើងទេចាអញ្ចឹងចំណុចហ្នឹង admin បរទេសគឺអាចបង្កើតខ្លួនឯងក៏បានទិញគេក៏បានឬក៏រៀនមានគ្រូមានក្រុមឲ្យខាងគ្រូក៏ជួយរៀបចំឲ្យយើងបានចាអាត្រង់ចំណុចហ្នឹងណាតែបើយើងធ្វើខ្លួនឯងអាចយូរបន្តិចព្រោះអី account មានបង្កើតភ្លាមចាប់ primary location ភ្លាមទេចាអាចរយៈពេលប្រហែលជាមួយខែ2ខែ3ខែណា account បរទេសគួរតែចាស់ខែចាស់ឆ្នាំទើបយើងយកមកកាន់ page របស់យើងចាអញ្ចឹងតតែចាប់ primary location នៅតំបន់ណាមួយសិនឧទាហរណ៍ថាយើងបង្កើត account នៅអាមេរិកចោះដាក់លេខទូរស័ព្ទដាក់ email នៅអាមេរិកចោះណោះបន្តមកទៀតយើងត្រូវផុស check in ហ្នឹងធ្វើម៉េចឲ្យដាក់ VPN ហ្នឹងឲ្យវាចាប់នៅប្រទេសអាមេរិកហ្នឹងណាយ៉ាងតិចណាក៏មួយខែទៅ3ខែដែរទើបវាចាប់ primary location រឹងមាំហើយទើបយកមកកាន់ page ហ្នឹងចំណុចហ្នឹងសម្រាប់ចិត្តទាំងអស់គ្នាត្រូវដឹងអញ្ចឹងទី1គឺយើងអាចបង្កើត admin បរទេសខ្លួនឯងបានតែអាចនឹងយូរទិញគេក៏បានតែបើទិញគេហើយត្រូវប្រើជាមួយ VPN បន្តព្រោះបើយក admin បរទេសពីគេមកហើយអត់ប្រើ VPN ចាប់នៅប្រទេសខ្មែរចា location នៅខ្មែរត្រូវប្រើ VPN ទាំងដែលយើងប្រើ Wi-Fi អ៊ីនធឺណិតនៅខ្មែរក៏មិនអីដែរឲ្យតែយើងមាន VPN ដែរបដូរទីតាំងទៅក្រៅប្រទេសហើយទី3យើងរៀនមានក្រុមទី4
បើយើងមានបងប្អូននៅក្រៅប្រទេសស្រាប់គ្រាន់តែដាក់ admin គាត់មកចាដាក់ admin គាត់នៅក្នុង page យើងមកឬក៏ឲ្យគាត់បង្កើត account Facebook នៅក្រៅប្រទេសដាក់លេខទូរស័ព្ទនៅក្រៅប្រទេសហើយចាប់ primary location នៅក្រៅប្រទេសហើយយកមកឲ្យតម្លាក់មកឲ្យយើងប្រើប៉ុន្តែអ្នកនៅខ្មែរត្រូវប្រើជាមួយនឹង VPN account admin បរទេសនិង VPN ត្រូវមកជាមួយគ្នាដល់រាប់ណាតតែយើងនៅក្នុងប្រទេសដែលគេ support ស្រាប់ដូចខ្ញុំនៅក្រៅប្រទេសខ្ញុំបង្កើត account Facebook គឺ account Facebook ខ្ញុំនៅក្រៅប្រទេសស្រាប់ហើយដោយសារអី internet wifi ខ្ញុំក៏នៅក្រៅប្រទេសចាលេខទូរស័ព្ទ email ដែលខ្ញុំបង្កើតគឺខ្ញុំបង្កើត location នៅក្រៅប្រទេសតែម្ដងអញ្ចឹងសម្រាប់ចិត្តទាំងអស់គ្នាជួយចែកម្លែកវីដេអូនេះឲ្យបងប្អូនដទៃទៀតគាត់បានដឹងថា VPN គឺជាអីនៅក្នុងវីដេអូមុនខ្ញុំប្រាប់ហើយចា admin បរទេសហ្នឹងគឺជាអីវាក៏គេហៅថា admin ហើយ admin បរទេសហ្នឹងមិនខ្លះល្អយ៉ាងម៉េចអីយ៉ាងម៉េចដោយសារប្រទេសខ្មែរគេអត់ទាន់ support ទេណាអត្ថប្រយោជន៍នៃ admin បរទេសគឺយើងត្រូវតែដាក់ទៅទី1គឺឆាប់បាន invite ដោយសារពេលដែល page យើងដាក់ admin បរទេសទៅដូរ location ទៅក្រៅប្រទេសហើយចាប់ primary location ទៅតាម admin របស់យើងហើយទី2គឺប្រទេសខ្មែរអត់ទាន់ support បើសិនជាយើងបន្តផលជាមួយនឹង admin ខ្មែរជាមួយនឹង page ក្រលុយវាអាចនឹងដាច់ប្រទេសទៅថ្ងៃក្រោយទៀតចាពងផ្អើលដាច់ប្រទេសមួយរយៈមុនមួយរយៈក្រោយទៀត Facebook update រើទៅរើមកចាប់ប្រទេសទៀតដោយសារប្រទេសខ្មែរអត់ទាន់ support ទេអាចនឹងធ្វើឲ្យដាច់ការរលុយជាមួយនឹង page ដែលកំពុងតែទទួលបានការ invite អញ្ចឹងវីដេអូនេះគឺផ្ដល់សារៈប្រយោជន៍សំខាន់ដល់បងប្អូនទាំងអស់គ្នាជួយ share វីដេអូនេះឲ្យបងប្អូនដទៃទៀតបានដឹងផងមានសំណួរមានចម្ងល់អាចសួរនៅក្នុង comment បាន admin នឹងឆ្លើយតបនៅក្នុង comment របស់បងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ចង់រៀនមានគ្រប់មានគ្រូមានក្រមអាចឆាតចូលមកក្នុង page របស់ admin ហើយប្រាប់ថាខ្ញុំចង់រៀនខ្ញុំចង់ដឹងពីព័ត៌មានលម្អិតស្ដីពីវគ្គសិក្សាខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាចង់រៀនក៏បានមិនរៀនក៏បានអាចមើលវីដេអូចែករំលែកបន្តទៀតនៅក្នុង page របស់ admin ជួប admin នៅវីដេអូក្រោយទៀត